vị đến dự khán trận đấu ngày hôm nay, ban tổ chức xin trân trọng giới thiệu đại diện địa phương đăng cai xin trân trọng giới thiệu ông Nguyễn Văn Lộc, Chủ tịch Hội đồng Nhân dân tỉnh Bình Dương.ក្រុមម្ចាស់ផ្ទះវៀតណាមឯកសណ្ឋានពណ៌ក្រហមមួយឈុតតែម្ដងចំណែកក្រុមភ្ញៀវក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឯកសណ្ឋានពណ៌ទឹកប៊ិចបាទមិញយើងបានឃើញអំពីបាទការម៉ូយូដៃអូកាវ៉ាអូស៊ីតាកាគីក៏ដូចជារ៉ាហ្វអែលអាន់ដ្រេនីតូរិនដិនផងដែរប្រិយមិត្តជម្រើស11នៅដំបូងរបស់ក្រុមម្ចាស់ផ្ទះវៀតណាមបាទនៅថ្ងៃនេះបាទយើងបាទនេះគឺជាជម្រើស11នៅដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដឹកនាំដោយក្រុមវឹកលោកកូជីកឈូតគឹ Here we go ការប្រកួតចាប់ផ្ដើមផ្លុំកញ្ចែបើការប្រកួតដោយលោកអញ្ញាកណ្ដាលតាមពីងវុនផ្លោងបាល់ free kick ដល់គ្រោះថ្នាក់មួយបំផ្លោងចូលទៅហើយកៅសុកសិលាជើងដល់អត់ពេលមួយជើងនេះអូយខុសគោលដៅអូឈោពេនតែម្នាក់ឯងមិញបាទយើងមើលបាត់ដល់មួយឈោពេនជើងឆ្វេងតែពេនមិនចំគោលដៅបាទឈោតែម្នាក់ឯងបាល់សល់ពីកៅសុកសិលាត្រង់នេះបាទចំជំហរតែម្ដងយើងនៅក្នុងវគ្គទី1បញ្ជូនស្រាលទៅត្រង់លោកជើងកាត់តែមានម្នាក់ដួលមកដល់បាល់ free kick ទៅឲ្យវៀតណាមលេខ12ខ្សែបម្រើបាទទុនងុកចឹងបាទដែលគាត់ដួលឲ្យមិញ Let's go វៀតណាមបាទនេះជាបាតាមួយដែលបានសរសេរអំពីទាំងតាកាគីអូសេដែលជាកីឡាករខ្ពស់ឈរធ្វើជារនាំងខណៈដែលថៃសើងទាត់មួយជើងអូយស្អាតម្លេះមានថៃសើងបាទមួយជើងចូលកែង90នៃផ្ទៃខាងលើធ្វើឲ្យអ្នកចាំទីកែងសុកសិលាសន្ធឹងដៃឡងតែយើងមើលម្ដងទៀតបាទត្រង់ចំណុចដែលមានការដួលហើយចំណុចនៅក្នុងការទាត់បាល់ free kick មើលចុះបាទបាល់មិនដែលទៅផ្ទៃខាងលើនៃកែង90ប្រហែលណាបាទលុបផុតលោតបដូរមកខាងស្ដាំវិញឥឡូវនេះឱកាសល្អលើកតែនេះផុតមួយទប់មួយទៀតហើយក៏ទាត់មួយជើងនេះអូយបាទមិនចំគោលដៅបានយ៉ាងល្អខាងឆ្វេងទប់ហើយខាងក្នុងមាន1 2 3 4 5អ្នកក្នុងបោកអាវខៀវបញ្ជូនមកខាងក្រោមទាត់មួយជើងចាប់ជួបនឹងអ្នកចាប់ទីអូល្អបលេះបាទអ្នកចាប់ទីមានដេញជាវដេកខ្លួនចាប់បាល់យ៉ាងស្អិតកីឡាករវៀតណាមបញ្ជូនទៅបាទដាច់ល្អនៅខាងស្ដាំទាញមួយគៀសចុះគៀសឡើងរកការទាត់ទីសង្គ្រោះបានដោយអ្នកចាំទីកៅសុកសិលាហើយត្រង់នេះក៏បាល់នៅតែចេញក្រៅបាក់នឹងទប់បាទយើងឃើញត្រង់នេះការប៉ុនប៉ងបាទពីចម្ងាយក្រៅប្រអប់ដោយកីឡាករលេខ7បាទបញ្ជូនចោះត្រង់នេះលេខ1ប៉ះបានយ៉ាងល្អចេញពីស្លាបខាងឆ្វេងម្ដងនីតូទាត់សម្ដៅទីចំជំហររបស់អ្នកចាំទីតែម្ដងនឹងបញ្ជាវទៅក្នុងកាត់មកហើយត្រង់នេះផ្ដួលខ្លួនស្កាត់បាល់ឲ្យចេញក្រៅដោយខ្សែការពារបាទយើងមើលការបញ្ជូនរបស់នេះត្រង់នេះបាទរត់មកទាត់បាទចលនារបស់សុកណេតសម្ដៅបញ្ជូនបន្តទៅអូសេតាកាគីអញ្ញាកណ្ដាលក៏បានផ្លុំកញ្ចែបញ្ចប់ការប្រកួតបាទក្នុងវគ្គទី6ជាផ្លូវការរួមទាំង Facebook Page របស់ BTV និង Facebook Page របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាទអរគុណចំពោះចំណាប់អារម្មណ៍និង comment ល្អៗរបស់បងប្អូនដោយលោកជើងនៅដើមវិញយោដៃអូកាវ៉ាស្រូបាល់ទៅឲ្យរត់បណ្ដាគ្នារតនាបលែងបន្តិចឲ្យនីតូញាក់មួយញាក់ពីរអើយផ្លត់ផុតជើងផ្លត់ជាមួយនឹងខ្សែការពារភ្ជាប់មកដល់យូដៃអូកាវ៉ាបញ្ជូនចោះទៅត្រង់នេះយ៉ាងណានីតូមានការកាត់ទៅម្ដងមួយសរតនាឱកាសមួយគ្រាប់តាំងពីក្រោយរបស់មួយប៉ះគឺកន្លែងណាក៏មនុស្សដែរសម្រាប់វៀតណាមត្រង់នេះចំហមិនអស់ស្រើទេ2 ទល់នឹង 2យ៉ាងណាដែរទាញមួយឱកាសទាត់សម្ដៅទីសង្គ្រោះបានដោយកៅសុកសិលាគេព្យាយាមលេងមួយប៉ះដោះខ្លួនពីតំបន់ចង្អៀតតែត្រង់នេះត្រូវបានឆាបដោយក្រុមជម្រើសជាតិកម្ពុជា1 ទល់នឹង 2ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅតែអាចបំផង់សំណាញ់ទីក្រុមម្ចាស់ផ្ទះវៀតណាមបានតាមរយៈការទាត់បាល់ពីលើដំបូលទូកបានយ៉ាងល្អកីឡាករវ័យក្មេងរបស់ភ្នំពេញគឺ Samuel
តារាកំពុងរះនៅក្នុងតំបន់បម្រើរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបង្ហាញសក្តានុពលរបស់ខ្លួនយុវជនដែលមានគុណភាពនៅក្នុងតំបន់បម្រើអាចជំនួសតំណែងរៀមច្បងបានក្នុងការប្រកួតនៅក្នុងលីកកំពូលកម្ពុជា ស្អាតមែនតើអត់អស់យើទេលេខ5បង្ហើរបាល់ទៅហើយទៀនអញលើកមកតែទឹកមកជើងឆ្វេងអាយ៉ាមិនចូលទៅក៏ប៉ុន្តែមិនបាទស្រាប់តែបានទាត់ភឹងទៅតែម្ដងនេះលួចឆ្មក់ 1V មិនផុតសិលាទេ 1V បាទឆ្មក់បានតំណងតែល្អបាទគាត់គិតគ្នាល្អមើលយល់ចិត្តគ្នាមកបាទចុចទៅ 1V ឆ្មក់លោបទៅឆ្កឹះបបសិលាយកដៃបើសាមយ៉ាល់ចូលបើកដល់គូលីបាលីទម្លាក់មកខាងក្រោមបន្ទោចុចបន្តិចទៅខាងស្ដាំឥឡូវនេះក្រាស់ណាស់លើកមកហើយតែដេកប៉ះត្រង់ជាប់ដោយអ្នកចាប់ទីអូយបាទទំនងមែនតើមិញចុងក្រោយសង្គ្រោះបានពីការលោតតែរបស់កីឡាករអុកសុវណ្ណ ហើយក៏បន្តទៅនីតូកំពុងតែបាទបងអង្គចាំបន្តិចបងផ្លោងទៅតែម្ដងនោះតែអូយមិនចំគោលដៅដោយសរតនាត្រង់នេះមកបញ្ជូនទំនងមែនតើមិញរតនាដែលខ្ពស់ជាងគេផងនោះគឺលោតចំកោងតែបាទយើងមើលត្រង់នេះណែតែមិនចំគោលដៅមិញបាទគិតក្នុងទីបន្តិចក៏អាចនឹងទប់មួយនីតូឆ្កឹះទៅផុតមួយហើយលោតទប់មួយដេញតាមបាល់មិនឲ្យចេញក្រៅទេមិនបញ្ហាមានឱកាសកាត់បានញៀនសុកស៊ីដានបញ្ជូនបុកជើងនៅស៊ីដានដែរស៊ីដានទាត់យកតែម្ដងក្រឡកត្រង់នេះតែមិនបានថែមទេអូហូយបាទសំឡេងកញ្ចែបញ្ចប់ការប្រកួតក៏បានបន្លឺឡើងល្អមើលនៅ30នាទីចុងក្រោយនៃការប្រកួតវិញបន្ទាប់ពីមានគ្រាប់បាល់កើតឡើងពីក្រុមបាល់ទាត់